សួស្តីអ្នកគ្នាចូលជាមួយខ្ញុំបាទ CAA Anime ថ្ងៃនេះខ្ញុំលើកយកវីដេអូតមកសម្រាប់ជូនអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់ការសម្ដែងខ្ញុំសង្ឃឹមតែអ្នកគ្នាចូលចុច Subscribe ហើយលោកខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតអូខេកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងទាំងអស់គ្នាតាមមិនស្រឿងពាក្យទី11យើងឃើញជាមួយនឹងយ៉ាម៉ូគាត់កំពុងតែមើលរបស់នូណាចឹងណាដូចជាមានអ្វីថ្មីរឿងហ្នឹងយើងដឹងឲ្យថានូណានឹងធ្វើ map នៅហាងកាហ្វេមួយមិនជាមានសម្ភារៈថ្មីច្រើនបែបនេះហើយយ៉ាម៉ូក៏បាននិយាយថាការអ្វីហ្នឹងនូណាថានេះគឺជាការឲ្យនឹងសម្ភារៈម៉ាសាហើយនូណានាងក៏ប្រាប់ឲ្យយ៉ាម៉ូទៅរកម៉ូយឲ្យនាងមកបន្ទាប់មកយ៉ាម៉ូក៏បានដើររកម៉ូយឲ្យនូណានៅពេលយ៉ាម៉ូដើរទៅលើស្ពានដ៏ទូចមួយនោះស្រាប់តែមាននរណាម្នាក់កំពុងតែជួបអរិយយ៉ាម៉ូសួរទៅនាងថាតើត្រូវការជំនួយដែរឬទេនារីម្នាក់នោះបាននិយាយថាហេតុអ្វីយ៉ាម៉ូថាគ្រាន់តែគាត់គិតថានាងហត់នឿយគឺគាត់គ្រាន់តែចង់ជួយនោះទេនាងនិយាយថាហេតុអ្វីត្រូវជួយខ្ញុំកាត់ពួកគេមកហាងកាហ្វេមួយកន្លែងហើយម្នាក់ស្រីនេះនាងក៏មានឈ្មោះថារ៉ាន់ដូហើយយ៉ាម៉ូក៏បានប្រាប់ឈ្មោះរបស់គាត់ចឹងទៅដែលរ៉ាន់ដូនាងនិយាយថាអ្វីបានជាលោកត្រូវជួយខ្ញុំយ៉ាម៉ូឆ្លើយទៅវិញថាគ្រាន់តែគាត់ចង់ប្រាប់ពីអាជីវកម្មរបស់គាត់នោះទេរ៉ាន់ដូថាអាជីវកម្មមិនល្អនោះមែនទេយ៉ាម៉ូក៏បានប្រកែកថាមិនមែននោះទេគឺអាជីវកម្មមួយទៀតរ៉ាន់ដូនាងនិយាយថាអាជីវកម្មដល់យ៉ាងណានៅពេលកដាយកបែបនេះបើរឿងនេះនាងប្រាប់អាញាធរនឹងមានរឿងអីកើតឡើងវាធ្វើឲ្យយ៉ាម៉ូពេលនេះកំពុងតែភ័យខ្លាំងមែនតើមិនអីទេរ៉ាន់ដូនាងកំពុងតែនិយាយលេងនោះទេគឺរងនាងចង់ឲ្យគាត់ចេះប្រុងប្រយ័ត្នហើយយ៉ាម៉ូបានសួរទៅរ៉ាន់ដូថាតើនាងធ្វើការអ្វីរ៉ាន់ដូនាងតទៅវិញដោយថាបើនាងប្រាប់គាត់នឹងត្រូវសម្លាប់នៅពេលនេះហើយរ៉ាន់ដូនាងមានការងារជាអ្នកស៊ើបអង្កេតហើយយ៉ាម៉ូពិតជាសប្បាយខ្លាំងមែនតើលើកមុនគាត់ទៅតែបំបីរឿងក្តីមួយដោយរ៉ាន់ដូនាងសួរថាស្គាល់ម្នាក់នេះដែរឬទេហើយរងនោះគឺរកអាគីយ៉ាម៉ូក៏បានច្រឡំនិយាយថាស្គាល់ហើយរ៉ាន់ដូនាងក៏បានចាប់យ៉ាម៉ូហើយសួរថាតើគេនោះជាណាហើយយ៉ាម៉ូក៏បានប្រាប់ថាគាត់មិននឹងនោះទេបន្ទាប់មករ៉ាន់ដូក៏ឲ្យលើយ៉ាម៉ូហើយក៏ដើរចេញមកទៅអរគុណសម្រាប់ព័ត៌មាននៅថ្ងៃនេះម្ដងទៀតនូណានាងពិតជាមុំម៉ៅខ្លាំងមែនតើទៅរកម៉ូយសោះយូរបែបនេះហើយទៅជួបណាជួបរ៉ាន់ដូគឺពិតជាមានរឿងច្រើនណាស់រូបនាងពេលនេះពិតជាធុញខ្លាំងណាស់គឺចង់ដេកតែម្ដងហើយយ៉ាម៉ូក៏បាននិយាយថាមានឃើញអ្វីនៅដៃអត់នូណានាងនិយាយទៅវិញថាឃើញកាត់នៅខាងក្រៅគេយើងឃើញជាមួយរ៉ាន់ដូគឺបានតម្រុយមួយទៀតហើយកាលនៅពេលព្រឹកព្រលឹមប្រហែលជាម៉ោង3ឯហ្នឹងយ៉ាម៉ូបានទៅណាត់ជាមួយម៉ែរ៉ូនិងអាគឺរ៉ាផងដែរហើយពួកគេក៏បាននាំគ្នាមកសាលាគាត់មកទីនេះដើម្បីមើលសាលានៅពេលយប់ហើយធ្លាប់លើពាក្យជាចាំរាមខ្លះដែរហ្នឹងម៉ែរ៉ូគាត់នៅចូលមុនបន្តមកយ៉ាម៉ូរីហើយគឺជាអាគឺរ៉ាដោយនាងគឺឡើងមួយនោះទេមិនបង្ខំហើយនេះហើយដែលជាបុរសទាំងពីរនោះគឺមើលនាងរហូតមិនដាក់ភ្នែកនោះទេធ្វើឲ្យអាការ៉ាពិតជាអៀនខ្លាំងមែនតើដោយនាងនិយាយថាអ្វីបានជាលោកទាំងពីរមើលខ្ញុំរហូតចឹងតាមពិតអ្នកទាំងពីរមិនចង់មើលនោះទេដោយសារគេភ្លេចខ្លួនហ្នឹងណានៅពេលពួកគេមកដល់មុខបន្ទប់ទឹកមួយហើយម៉ាហេរ៉ូក៏បាននិយាយថាឲ្យអាការ៉ាចូលទៅក្នុងបន្ទប់ទឹកទៅហើយគោះទ្វារនៅបន្ទប់ទឹកដោយនិយាយថាមានមនុស្សនៅទេនៅពេលអាការ៉ាទៅគោះនោះហើមក្បាល10ហើយរូបនាងក៏បានធ្វើតាមម៉ាហេរ៉ូគោះទៅហើយសួរថាមានមនុស្សនៅទេហើយមានមនុស្សម្នាក់ដែរនៅទីនោះនិយាយថាមានរឿងអ្វីមែនធ្វើឲ្យការ៉ាពិតជាភ័យខ្លាំងមែនតែគឺជាម៉ាហេរ៉ូនោះទេបន្ទាប់មកបើក្បាល20ហើយពួកគេទាំងអស់គ្នាក៏បានមកក្រៅដោយនិយាយថានេះគឺជាអាកំបាំងមែនទេនោះគ្នាថតរក3ឆ្នាំពេញហ្នឹងម៉ាហេរ៉ូក៏បាននិយាយថាអាកំបាំងគឺមាន7នៅសាលានេះគឺរូបគាត់លើមកពីគេនោះទេគឺមានបុរសម្នាក់ដែលបានបាត់ខ្លួននៅក្នុងបន្ទប់ថ្នាក់រៀនតែម្ដងហើយគ្មាននរណាដឹងថាគាត់នៅទីណានោះទេឬបែបនេះហើយអ្នកទាំងអស់គ្នាក៏បាននាំគ្នាទៅទីនោះដើម្បីមើលនៅពេលទៅដល់ហើយម៉ារ៉ូក៏បានបើកទ្វារឃើញជាមួយនឹងបុរសម្នាក់ដែលពាក់អាវដូចជាគ្រូបង្រៀនអញ្ចឹងគឺបុរសម្នាក់នេះហើយគឺជាម្នាក់ដែលបានបាត់ខ្លួននោះហើយក៏បាននិយាយថាអ្វីបានជាអ្នកទាំងអស់គ្នាមកទីនេះអ្នកមកទីនេះគឺខុសហើយអ្នកនឹងត្រូវស្លាប់ហើយបុរសម្នាក់នោះក៏បានដើរមកលាន់សំឡេងថាគាត់គឺចូលចិត្តឈាមរបស់ក្មេងស្រីបុរសម្នាក់នោះក៏បានហៅទៅលើអាគីរ៉ាដោយនិយាយថាយើងនឹងបឺតឈាមឯងម៉ាហេរ៉ូពេលនោះគាត់ក៏បានចូលទៅជួយជាមួយនឹងអាគីរ៉ាហើយយ៉ាម៉ូរីកំពុងតែភ័យខ្លាំងមែនទែនមិនបានចូលជួយនោះទេអាគីរ៉ាពេលនោះនាងភ័យខ្លាំងមែនទែនដោយនិយាយថាគឺនាងសុំទោសនាងមិនបានធ្វើខុសនោះទេហើយយ៉ាម៉ូក៏បានបង្រឹងស្មារតីបានគាត់ក៏បានទាញជាមួយនឹងជើងម៉ាយកទៅវាយបិសាចនោះដើម្បីជួយ
ជួយជាមួយនឹងអាគូរ៉ាបន្ទាប់មកលេចមុខនៅនារីម្នាក់ក៏បានដើរចេញមកម្នាក់នោះយើងមិនបាច់និយាយក៏យើងដឹងដែរថានោះគឺជារ៉ាន់ដូហើយបរិមម្នាក់នោះមិនមែនជាមនុស្សអាក្រក់អីនោះទេគ្រាន់តែគាត់បាត់ការគ្រប់គ្រង10ឆ្នាំហើយក៏មិនដែលជិញ្ជក់ឈាមនរណាម្នាក់នោះទេរ៉ាន់ដូនាងនិយាយថាតើលោកចូលចិត្តឈាមអ្នកជក់បារីដែរឬទេឮបែបនេះហើយបិសាចក៏បានចូលខ្លួនគាត់ហក់ទៅខំក៏របស់រ៉ាន់ដូតាមដងគឺរូបនាងរងចាំដៃពីរតែម្ដងនៅពេលបិសាចនោះខំហើយធ្វើឲ្យគាត់ពលខ្លាំងមែនតើជាមួយនឹងសារជាតិបារីដែលនៅក្នុងខ្លួនរបស់រ៉ាន់ដូធ្វើឲ្យអ្នកទាំងអស់គ្នាដែលនៅទីនោះញាក់ផ្អើលខ្លាំងមែនតើរ៉ាន់ដូនាងសួរទៅគាត់ថាតើគាត់រស់នៅ10ឆ្នាំនេះមានការឈឺចាប់ទេខ្លួនឯងទ្រាំមិនផឹកឈាមរបស់អ្នកដតីបែបនេះហើយបរិអ្នកនោះនិយាយថាគឺប្រាកដខ្លាំងណាស់គឺគាត់ពិបាកទ្រាំហើយរ៉ាន់ដូនាងនិយាយថានាងនៅទីនេះដើម្បីជួយគាត់កុំឲ្យមានអារម្មណ៍ថាចង់ភ្លក់ឈាមរបស់មនុស្សទៀតហើយគាត់អាចស្លាប់ដោយសភាវគតិរបស់មនុស្សមិនបានប៉ុន្មានមេឃក៏ភ្លឺបរិអ្នកនោះបានចាក់ចេញដោយសភាវគតិរបស់មនុស្សហើយនាងក៏បានរាត្រីសួស្ដីទៅគាត់ហើយអាម៉ូក៏បាននិយាយថាអ្វីត្រូវសម្លាប់គាត់អ្វីត្រូវសម្លាប់គាត់បែបនេះហើយរ៉ាន់ដូក៏បានទៅចាប់កោអាវតួប្រុសរបស់យើងដោយនិយាយថាឯងដឹងទេយ៉ាម៉ូគាត់ស៊ូទ្រាំ10ឆ្នាំមកនេះដើម្បីកុំឲ្យខ្លួនគាត់ធ្វើបាបអ្នកដទៃហើយឆាប់បំភ្លេចសុបិនដ៏ល្ងងរបស់ឯងទៅហើយរ៉ាន់ដូនាងទៅដែរហើយលេខរបស់នាងមានការអីអាចទេទៅនាងបាននៅពេលយ៉ាម៉ូគាត់ដើរទៅផ្ទះវិញហ្នឹងគាត់និយាយថាគាត់មានការសិក្សាច្រើនណាស់អំពីបិសាចអូខេអ្នកគ្នាសាច់រឿងយើងមានតែប៉ុណ្ណឹងពីខ្ញុំបាទ CA ណាមេសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ